គាត់មិនមានរំពឹងដល់ថាព្រះអង្គមានបន្ទូលមកកាន់គាត់នោះទេគាត់គ្រាន់តែចង់លួចមើលព្រះអង្គតើភិនភាកយ៉ាងណានោះបានទៅហើយប៉ុន្តែព្រះអម្ចាស់នៃយើងទ្រង់ល្អលើសពាក្យដែលយើងទូលសូមលើអ្វីដែលយើងចង់បានទៀតព្រះអង្គចង់ប្រទានពរដល់យើងលើសក្តីស្រមៃរបស់យើងទៅទៀតអាមែនហាឡេលូយ៉ាអាមែនព្រះនៃយើងសប្បុរសណាស់អាមែនបាទសូមអរគុណព្រះអង្គហើយសូមថ្វាយសិទ្ធិដល់ព្រះអង្គសូមក្រោកឈរឡើងទះដៃសរសើរព្រះអង្គនៃយើងទាំងអស់គ្នាដល់ព្រះនៃព្រះជន្មក៏នៅឱកាសជនិតជាព្រះនៃមានអំណាចស្ដាសូមឲ្យព្រះនាមទ្រង់បានប្រកបដោយព្រះពរសូមព្រះអង្គបានប្រកបដោយសេចក្ដីល្អសូមឲ្យព្រះអង្គបានដំកើងឡើងគង់សូមថ្វាយសង្រឿងកិត្តិយសកិត្តិយសទាំងអស់ដល់ព្រះអង្គដែលនៅព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអាមែនមុនអង្គុយចុះសូមឲ្យពរគ្នាថាសូមព្រះអង្គប្រទានពរដល់ច្រើនដល់លោកគ្រូអ្នកគ្រូអាដាមអាមែនហាឡេលូយ៉ាអាមែនអរគុណព្រះអង្គចឹងនេះខ្ញុំចង់លើកព្រះបន្ទូលព្រះអង្គមួយជាមួយគ្នានៅព្រះគម្ពីរលូកាចំពុកទី19ពីខ1ដល់ខ10អាមែនតោះតាមខ្ញុំលូកាចំពុក19ខ1ដល់ខ10អាមែនតោះព្រះគម្ពីរចាប់ផ្ដើមយ៉ាងដូចម្ដេចព្រះយេស៊ូវមកដល់ក្រុងយេរីកូហើយយាងកាត់ទីក្រុងអញ្ចឹងព្រះយេស៊ូវព្រះអង្គបានធ្វើដំណើរមកដល់ទីក្រុងណាយេរីកូតោះតាមខ្ញុំយេរីកូបាទហើយព្រះអង្គមកដល់ក្រុងយេរីកូបាទនេះរូបភាពពីក្រុងយេរីកូនៅក្នុងក្រុងបាទទៅសមនយកមកអញ្ចឹងបាទណាដល់ក្រុងយេរីកូបាទព្រះអង្គមកដល់ក្រុងយេរីកូបាទហើយពេលដែលបើមកដល់ទីក្រុងយេរីកូយើងឃើញមានមនុស្សកកកុញមកជាមួយព្រះអង្គអ្នកខ្លះសុំទានអ្នកខ្លះពិការភ្នែកអញ្ចឹងមាននៅក្រុងយេរីកូមានការអស្ចារ្យជាច្រើនកើតឡើងមានបាថូឡូមេដែលពិការភ្នែកតាំងពីកំណើតហើយព្រះអង្គបានប្រោសឲ្យជាអញ្ចឹងមានការអស្ចារ្យជាច្រើននៅពេលដែលព្រះអង្គមកដល់ក្រុងយេរីកូហើយយើងនេះជាទស្សនវិជ្ជាក្រុងយេរីកូបាទបន្តិចឲ្យយើងដឹងបាទហើយក្រុងយេរីកូនេះមានតាំងពីយូរហើយតាំងពីមុនគ្រិស្តសករាជជាង2000ឆ្នាំមុននោះមានក្រុងយេរីកូរួចស្រេចទៅហើយក្រុងយេរីកូនេះយើងធ្លាប់ឃើញក្នុងកាពីគឺព្រះអង្គបានប្រគល់ក្រុងយេរីកូឲ្យជនជាតិអ៊ីស្រាអែលហើយពេលហ្នឹងនៅចំនួនយូស្វេបានទៅចាប់ទីក្រុងយេរីកូហ្នឹងដោយនាំប្រជាជនដើរអីមួយថ្ងៃមួយជុំចាំទេមួយថ្ងៃមួយជុំហើយនេះគេដើរមួយថ្ងៃមួយជុំហើយដល់ថ្ងៃទី7ដើរ7ជុំស្រាប់តែកំពែងយេរីកូដែលយើងមើលឃើញមុំហ្នឹងស្រាប់តែដួលរលំបលបើកតាំងពីគ្រឹះមកពីហៅថាគ្រឹះមករបើកមកលើបាទអញ្ចឹងឥឡូវនេះក្រុងយេរីកូគេហៅថានៅនេះជាទីក្រុងយេរីកូបច្ចុប្បន្នបាទហ្នឹងហើយបាទជំនាន់ព្រះយេស៊ូវគេកសាងក្រុងយេរីកូនឹងឡើងវិញប៉ុន្តែដល់ពេលបច្ចុប្បន្នគឺនៅប្រទេសប៉ាឡេស្ទីនបាទឥឡូវយើងនិយាយឲ្យដឹងពីក្រុងយេរីកូខ្លះដើម្បីឲ្យលោកគ្រូអ្នកគ្រូបងប្អូនដឹងអំពីក្រុងយេរីកូតែក្រុងយេរីកូមានលក្ខណៈយ៉ាងដូចម្ដេចខ្លះបាទឥឡូវចឹងខ្ញុំទៅបន្តិចដើម្បីឲ្យបងប្អូនដឹងបាទអញ្ចឹងក្រុងយេរីកូជាភាសាក្រិចគេហៅថាក្រុងដ៏ពិសិដ្ឋក្រុងនៃដួងច័ន្ទក្រុងនៃដើមត្នោតជាមជ្ឈមណ្ឌលបុរាណដែលថ្វាយអង្គមដួងច័ន្ទថ្វាយអង្គមគេហៅថាព្រះច័ន្ទឬក៏ដួងច័ន្ទហើយក្រុងយេរីកូនឹងជាតំណាងឲ្យអំណាចនៃអំពើបាបហើយជាមជ្ឈមណ្ឌលអំពើបាបរបស់មនុស្សនិងអំពើហិង្សាហើយបច្ចុប្បន្ននៅក្នុងប្រទេសផាឡេស្ទីនណាផាឡេស្ទីនសប្ងៃដែលយើងឃើញចម្បាំងណាក្រុងយេរីកូនៅសប្ងៃអញ្ចឹងហេតុអីបានជាយើងដាក់មកអញ្ចឹងដើម្បីបងប្អូនដឹងថានៅក្នុងព្រះគម្ពីរមិនមែនចេះថាកាលអើយកាលនោះណាអត់មានទីតាំងច្បាស់លាស់អត់មានកន្លែងច្បាស់លាស់ទេគឺសិតតែមានទីតាំងច្បាស់លាស់រហូតដល់សប្តាហ៍ថ្ងៃហ្នឹងបាទអញ្ចឹងនៅសប្តាហ៍ថ្ងៃនេះគឺនោះនៅរូបខាងនោះហើយសបោដើមត្នោតស្រុកគេហ្នឹងគេហៅដើមត្នោតស្រុកគេមិនស្រុកខ្មែរ
ta lấy dương mơ và to tiết âm pi copy đại như âm pi và tạo miền riêng ấy cả làngในขนมเปรกปีบานใจยำปีบาทคอปีบาทไตจมือขึ้นนี้บาทไตยังไตคอปีมือขึ้นนี้เปรกปีทำไมเมียนบรมเนี้ยชมุสาเคจีเมเลเนี้ยเตียปนกวดเมียนตรอบสมบัติอย่างชราญจังเมียนบรมเนี้ยชมุไอ้ซาเคทำมันยำซาเคกวดเจเนี้ยไอ้เมเลเนี้ยเตียปนเนี้ยเมียนเนี่ยมีนvà của quạt thứ cả khang punได้เมมตีปนด้วยกอดมีนหายกอดเอ้กอดมีนต่อสมบัติชรานะหายกลายนี้ยำจังเราจะดักชมวยซาเคกอดทีเนี้ยตีปนนะเนี่ยมีนปัญหาสลับแต่ในขนมขอใบแต่ไม่กอดเอ้แต่ยังอ่านอะเครียขอใบแต่ไม่กอดจังคืนพระเยซูเมียนพันพิยานาปนตายโดยเมียนมนุษย์ชราญเป้งหายโดยกวดเมียนเตียบเมียนเมียดโต้เตียดพอนุกวดเมลประองมันเคยเตะนุกวดเอาไปกราวสาเคนุเนี่ยเมียนปนแหนเตียบเมียดเตียบไปทุนจังต้องไอโชว์ต้องบังอ้อเคยแต่นองเนี่ยจังว่าปนแหนกลายนี่กวดไอเขาใบกวดจองเคยพระเยซูมันเมียนพันพิอย่างน่าให้ไอ้บานเจเนี่ยเมียนนี่ซาเคนี่กวดจองเคยพระเยซูพระไอ้กวดทลบลือท่าพระเยซูไอ้พระร้องนุขวะบีกำนาดอ่อยบานจีพระบาโทโลเมได้ขวะอ่อยบานจีพระเนี่ยขวันอ่อยดาพระองค์ชีเปรียได้พระนุสลาบอรุลวิญพระองค์ชีเปรียได้เฟื่อกาจาก็จองเคยพระเยซูถ้าเต้าพระเยซูนึงละอ้ออย่างน่าได้มีอำนาจจิตดาอย่างโดยชนะหายพระเยซูมีนเสพระองค์มันเนี่ยเจียเนี่ยเตียปนได้ชมมาถ่ายชเนี่ยเตียปนจังยังดังไงยังชรานั่นยัยแต่เนี่ยเตียปนชาดำเสือสูงจังว่าแล้วkhi ông mình dây thà mệt má cái thà chẳng ná đòi chân thân quát có ngọt đây thà choพระเยซูđó làพระเยซูได้ประกาศในไม่ผ่านได้เยี่ยงมาผ่านได้นี่ให้สับไตโยซัมันเนี่ยที่เนี่ยเตียปนได้ชัวท้ามาถ่ายจังกวดที่เนี่ยเตียปนได้เชื่อบ้าเชื่อพระเยซูนึ่งนะตัวกวดหรือข้อกวดจะจังเคยพระเยซูนึงไอ้ก็เปรียดอละอเปรียดสับรอให้มาเตะตองจมูกมันเมียนบาปมาช่วยมนุษย์เมียนบาปอีกไงกวดจังเคยพระเยซูเพิ่นเพียอย่างนั้นไอ้ดอกกวดมาเตะโดยสัตย์เตียเป็กอดบานไอ้เงี้ยอดบานเคยพระเยซูบาสันเชียตามฐานะกวดเจเมเนี่ยตีปนเมปนดาฉันเมาดังเมียนนาเมาจะมวยคลาสนะว่าเมปนดาบาสันเชียมบานเมาก็กระทั่งจำไงเขาจะเมาเทียดนะกดอาเกินจังบานจังเมนอัดนะปนไทยกวดต่อสู้ดำไปเตอเคยพระเยซูงั้นนี่เขาก็เลิศติดจัดบางปนไหนโสมอายุตาคณีหมอกโรคพระเยซูบ่าวเมียนไอ้บางยืงมันเอายืงเคยพระเยซูกลมสกอบชัดปนังตรึแต่รอเพลอเตอเคยพระเยซูไอ้บ้านอาไหมกำลังติดจัดไม่เตี้ยบ่าวเมาไปเฮียเกิดอะไรยมได้เกิดจะเรียบสู้ก็บังตรมเนี่ยจะเรียบสู้นั่งง่ายแต่ก็ชอบเมามาเมาเมียนเรียกแต่อ่านหองกำบังตรำฟันนังอาเมนกำบังตรำเรื่องนี้ตรำเรื่องนู้อาเมนเตอต่อสู้ตะเทียดเอาบานเคยพระเยซูตัวมกหนึ่งมกอาเมนอะไรเลยอะจังบานเมาไปฮีกรุงวิลอัดบานยัยรอกำชอบเมาพระธาตุเอาเมียนกระไอสลังให้เธอเป็นตะเมากรุงวิลอัดยัยรอคำชอบเมากำบังตรมคือกงวีพนังกำบังตรมเรื่องนี้เรื่องนู้อาเมนมาเตาไอ้เตาแต่ต่อสู้
tới đó ở khơiព្រះយេស៊ូវ Amen chẳng mà thoại cùng ông là chất to su ở bán mau chất nát cho người nâng ông Amen trả lời khơi nhé bọn ta đại miền núi tràn pê đại quạt miền miền tốt đôi chân này quạt mơ ông ọt khơi nhé bọn này quạt ta lọc tờ vinh ọt chứ mơ ta xa khê ta lọc tờ vinh đại được tiền đấy dương khơi mấy bởi vì mấy quạt ấy bởi vì thằng mấy khó buồn sau mơ ta ở này quạt ấy quạt rốt tới khang một khơi đàm chơi một đàm ba trăm quạt ấy trăm mơព្រះយេស៊ូវព្រោះព្រះអង្គត្រូវយើងកាត់អាមែនគាត់រត់ទៅមុខឲ្យឡើងដើមឈើឥឡូវយើងមើលណាប្រធានឬក៏អគ្គនាយកពន្ធដារទៅឡើងដើមឈើអញ្ចឹងគាត់លះបង់ឋានៈគាត់អត់ណាបើគាត់អញឋានៈប៉ុណ្ណឹងដែរអញធ្លាប់ទៅឡើងជីអូតជីអីគេจะដើរឡើងឲ្យនោះឥឡូវមកជួបយេស៊ូវណាចេះណាគាត់អត់ទេគាត់អីគាត់មិនថាឋានៈប៉ុណ្ណាក៏ដោយលះបង់ឋានៈខ្លួនឯងចេញត្រូវតែទៅជួបព្រះយេស៊ូវដ៏ល្អអស្ចារ្យនេះដ៏មានអំណាចចេស្តានេះអាមែនឥឡូវយើងមើលគិតមើលអ្នកធំមិនខ្ញុំគិតថាគាត់ប្រហែលជាខានឡើងដើមឈើយូរហើយយ៉ាងមែនអត់មែនទេបាទនៅយើងនេះក៏មានអេដាមហ្នឹងតែតស៊ូមកពហិមិនដែរអេដាមបាទក៏វល់មានមេឃញឹកណាបាទគ្រប់គ្រងសាលាពេទ្យមួយប៉ុណ្ណាណីណាប៉ុន្តែតែឆ្លៀតមកចឹងតស៊ូអាមែនទុកឋានៈនឹងម្ដងតស៊ូហើយខ្លះប្រធានអង្គការអ្នកខ្លះជាអ្នកមកចំនួនធំដុំអីរ៉ូស៊ីធ្វើការច្រើនប៉ុន្តែដើម្បីមករកព្រះអង្គទៅឆ្លងកាត់ជាច្រើនដើម្បីមករកព្រះជាម្ចាស់ប៉ុន្តែថ្ងៃនេះខ្ញុំលើកទឹកចិត្តអ្នកដែលមករកព្រះអង្គមិនដែលខកចិត្តសោះឡើយអាមែនចឹងខ្ញុំលើកទឹកចិត្តថ្ងៃនេះប្រឹងរឿងមួយធ្វើម៉េចប្រឹងមករកព្រះរឿងដតីទៀតទុកព្រះអ្នកធ្វើអាមែនតែដល់សារបងបាទដូចទីមន្ទល់លោកគ្រូកងបារាអញ្ចឹងគាត់ប្រឹងទៅរៀននៅឯហាវ៉ៃណែ take leave មានថាសុំគេសម្រាកខំទៅរៀនព្រះបន្ទូលព្រះអង្គប៉ុន្តែគាត់ទៅរៀនព្រះបន្ទូលព្រះអង្គមិនឲ្យគាត់ខកចិត្តទេព្រះអង្គបើសិនជាគាត់អត់សម្រេចចិត្តណាទៅធ្វើដំណើរទៅរៀននៅសហរដ្ឋអាមេរិកលះបង់ការងារលះបង់គ្រួសារទៅដើម្បីទៅទេច្បាស់ជាពេលបញ្ហានឹងកើតឡើងពិបាកណាស់ប៉ុន្តែដោយសារគាត់លះបង់ទៅរកព្រះអង្គដើរតាមទុកចិត្តទៅរៀនព្រះបន្ទូលគេឲ្យមកវិញនៅតែអត់មកទៀតញ៉ែឈឺហើយតស៊ូនេះហើយព្រះមិនដែលឲ្យអ្នកណាតស៊ូដើរតាមព្រះអង្គខកចិត្តឡើយអាមែនចឹងហើយបានព្រះអង្គបានបន្ទូលថាអ្នកដែលជឿសង្ឃឹមលើព្រះម្ចាស់មិនដែលខកចិត្តឡើយហើយចាំព្រះបន្ទូលពេលអាទិត្យមុននេះពេត្រុសបានសួរទៅព្រះអង្គថាដែលខ្ញុំលះបង់ក្រុមគ្រួសារបងប្អូនដើរតាមព្រះអង្គនេះតើខ្ញុំបានអ្វីព្រះយេស៊ូវឆ្លើយវិញថាម៉េចអ្នកណាដែលលះបង់ផ្ទះសម្បែងប្រពន្ធកូនក្រុមគ្រួសារដើរតាមព្រះអង្គនេះអ្នកនោះនឹងបានមកវិញ100%អាមែនហាឡេលូយ៉ាឲ្យតែដើរតាមព្រះអង្គឲ្យតែលះបង់ដើរតាមព្រះអង្គអាមែនបាទអញ្ចឹងនេះខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នាកុំឲ្យអ្វីជារនាំងយើងក្នុងកាយដែលយើងចូលមករកព្រះអាមែនអាចមនុស្សមើងងាយយើងអាចមនុស្សគេមិនរាប់អានយើងកុំភ័យកុំបារម្ភមករកព្រះដែលស្រឡាញ់យើងមករកព្រះដែលឲ្យតម្លៃយើងមករកព្រះដែលជួយយើងព្រះដែលនឹងដោះយើងគ្រប់បញ្ហាទាំងអស់អាមែនអាមែនអាមែនហាឡេលូយ៉ាអាមែនឥឡូវយើងមើលគាត់ខំប្រឹងឡើងដើមឈើនឹងស្រួលហើយពិបាកយើងនិយាយចេះបាទបើក្មេងឡើងដើមឈើស្រួលទេ
អាមែនកុំឡើងធ្វើកុំចទៅចេះទៅទៅអើតមើលណាព្រះយេស៊ូវអាមែនមិនស្រួលណាអើតមើលណាបាទណែហើយឋានៈធំទៀតអញ្ចឹងលើទៅចិត្តមករកព្រះអង្គកុំគិតឋានៈណែដូចជាដាវីតចាំឯដាវីតពេលហែងសែងហឹបសម្ព័ន្ធមេត្រីចូលក្នុងបារីមកក្នុងក្រុងដាវីតអីដោះអាវស្ដាច់ចេញហើយទៅរួមមុខណាបើតាមធម្មតាគេត្រូវសែងហឹបមុនហើយគេត្រូវសែងស្ដាច់ដាច់ទៅគង់លើគ្រែស្នែងដើម្បីឲ្យគេសែងប៉ុន្តែដាវីតអត់ទេនៅចំពោះព្រះគ្មានឋានៈណាស្ដាច់ឋានៈណាធំណាតូចអីទេនៅចំពោះព្រះសត្វតែជនមានបាបសត្វតែអ្នកត្រូវការព្រះសត្វតែអ្នកកើតពីព្រះហើយសត្វតែអ្នកត្រូវការព្រះជួយទាំងអស់តែគ្នាណាអាមែនអាមែនអញ្ចឹងគាត់ដោះអាវស្ដាច់ចេញមករួមមុខគេសុខសប្បាយចិត្តដែលបានបម្រើព្រះអង្គណាដែលបានលើកដំកើងព្រះជាម្ចាស់ហើយព្រះក៏ប្រទានពរដាវីតអីទៅជាស្ដេចដ៏ដងឧត្តមរហូតដល់ព្រះបន្ទូលសន្យាថាសូម្បីតែព្រះយេស៊ូវប្រសូតត្រូវប្រសូតនឹងពូជដាវីតទៀតព្រះអង្គគប់បតីនឹងដាវីតណាស់អាមែនព្រោះអីព្រោះគាត់យកព្រះជាម្ចាស់ធំចឹងថ្ងៃនេះដូចគ្នាដែរមើលសាខេដែលចង់ឃើញភិនភាកព្រះអង្គចង់ឃើញមុខព្រះអង្គជ្រាបអត់ជ្រាបហ៎ជ្រាបអញ្ចឹងដូចគ្នាដែលយើងខំតស៊ូតាំងពីព្រឹកមករូតរះមកថ្វាយអង្គមព្រះអង្គជ្រាបណាស់ណាខំលះបង់ការងារមកថ្វាយអង្គមព្រះអង្គជ្រាបណាស់ព្រះអង្គដឹងថាកូននេះកំពុងតែខំមករកព្រះអង្គបងកូននេះខំចង់ឃើញមុខព្រះអង្គអញ្ចឹងសាខេចង់តែឃើញមុខព្រះអង្គប៉ុណ្ណឹងឯងចឹងមែនទេចង់ឃើញព្រះភ័ក្ត្រព្រះអង្គចង់ឃើញមុខព្រះអង្គថាព្រះអង្គដែលជួយដល់ស្រីដែលគេប្រុងគប់សម្លាប់ក្នុងថ្មគេចាប់បានសាយស្មន់ព្រះអង្គដោះឲ្យរួចព្រះអង្គជួយស្ត្រីដែលមានប្តីច្រើននៅដងទឹកឲ្យនាងមានសេរីភាពព្រះអង្គជួយអ្នកទារពន្ធព្រះអង្គជួយមនុស្សអាក្រក់ជាច្រើនឲ្យคลายជាមនុស្សល្អបានដូចទេខ្ញុំចង់ជាមនុស្សអាក្រក់ដែរខ្ញុំចង់ឃើញព្រះភ័ក្ត្រព្រះអង្គតើទ្រង់ល្អប៉ុណ្ណាប៉ុន្តែព្រះយេស៊ូវព្រះអង្គរមនុស្សទាំងមនុស្សល្អទាំងមនុស្សអាក្រក់ប៉ុណ្ណាក៏ដោយព្រះអង្គរគ្រប់គ្នាដើម្បីនឹងជួយសង្គ្រោះទាំងអស់គ្នាអាមែនហាឡេលូយ៉ាអាមែនសូមនិយាយទៅកាន់អ្នកស្វែងអ្នកស្ដាប់ថាព្រះអង្គមករយើងចង់ជួយយើងគ្រប់គ្នាលោកពូអ្នកមីងទាំងអស់អាមែនហាឡេលូយ៉ាអាមែនអាមែនហាឡេលូយ៉ាអាមែនចាបាទហើយយើងមើលគាត់រត់ទៅខាងមុខគិតមើលមនុស្សច្រើនហើយគាត់រៀងទៀបទៀតហើយរត់ទៅរំតែផុតគេមនុស្សច្រើនហត់ទេហត់ហើយជាប្រធានពន្ធទៅដែរនេះរត់ណារត់ចឹងថ្ងៃនេះខ្ញុំលើកទឹកចិត្តបងប្អូនដែររត់មករកព្រះអង្គរត់មកថ្វាយអង្គមព្រះអង្គរត់មកបម្រើព្រះអង្គរត់មកព្រះអង្គជាព្រះចាំជួយយើងទាំងអស់គ្នាអាមែនហាឡេលូយ៉ាអាមែនអាមែនបាទហើយពេលនោះគាត់ចាំមើលព្រះយេស៊ូវព្រោះព្រះអង្គត្រូវយាងកាត់តាមនោះហើយយើងគិតមើលមនុស្សច្រើនចាំមើលយូរណាចុះនៅក្នុងហ្នឹងនឹងឆ្អើតហ្នឹងតែប្រមាគិតក្រម្ដងមួយណាព្រះយេស៊ូវនោះឥឡូវក៏នៅទៅទៅយើងជាង200នាក់ឬ300នាក់នេះមកដើមណាព្រះយេស៊ូវចេះវៃណាចេះចឹងគាត់អត់ចាប់អារម្មណ៍រឿងចុកជើងអត់ចាប់អារម្មណ៍រឿងតិចអញធ្លាក់ពីចុងឈើទីផងធ្លាក់ទៅកាន់តែជ្រុញទៀតដែរអត់មានគិតតែចឹងចឹងគាត់អីគាត់ផ្ដោតចិត្តចាំមើលព្រះយេស៊ូវឃ្លាំមើលព្រះយេស៊ូវអាមែនអាមែនថ្ងៃនេះខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នាមើលព្រះយេស៊ូវអាមែនមើលព្រះយេស៊ូវដែលព្រះអង្គល្អមើលព្រះយេស៊ូវដែលព្រះអង្គស្រឡាញ់យើងមើលព្រះយេស៊ូវដែលព្រះអង្គនឹងដោះយើងប្រោសយើងឲ្យជាធ្វើការអស្ចារ្យក្នុងជីវិតយើងទាំងអស់គ្នាអាមែនអាមែនអរគុណព្រះអង្គដែលក្រុមជំនុំនឹងយើងនេះព្រះអង្គធ្វើការអស្ចារ្យជាច្រើនអាមែនមានបងប្អូនយើងដាក់ពាក្យចង់ធ្វើទីបន្ទាល់ច្រើនទៀតដែលពីបច្ចៈពីកការដែលព្រះអង្គធ្វើការអស្ចារ្យចឹងឲ្យតែយើងមករកព្រះនឹងធ្វើការអស្ចារ្យគ្រប់គ្នា
អាមែនបាទមើលព្រះអង្គធ្វើការអស្ចារ្យមួយសាខេដែរទេព្រះគម្ពីរប្រាប់ថាម៉េចយើងទៅបន្តិចទៀតព្រះគម្ពីរថាម៉េចនៅក្នុងខ5ថាម៉េចកាលព្រះយេស៊ូវយាងមកដល់ព្រះអង្គងើយព្រះភ័ក្ត្រឡើងអាមែនឡើងទៅណាឡើងទៅលើអាមែនអញ្ចឹងព្រះអង្គជ្រាបថាម្នាក់ឈ្មោះសាខេចង់ឃើញព្រះភ័ក្ត្រព្រះអង្គខំរត់ទៅឡើងដើមឈើព្រះអង្គជ្រាបតាំងពិតមនុស្សដើរតាមព្រះអង្គខ្នាប់ទឹកខ្នាប់ដីពោះគេយកអ្នកខ្វាក់មកអ្នកខ្វិនមកអ្នកកោអ្នកថ្លង់មកឲ្យព្រះអង្គប្រោះឲ្យជាអញ្ចឹងមនុស្សបាក់មកដើរតាមព្រះអង្គច្រើនណាស់អញ្ចឹងភាគច្រើនបើមនុស្សធម្មតាយើងមើលតាមមនុស្សទេប៉ុន្តែព្រះអង្គជ្រាបថាមានម្នាក់ដែលចង់ជួបព្រះភ័ក្ត្រព្រះអង្គចង់ជួបមុខព្រះអង្គហើយគាត់មើលព្រះអង្គមិនឃើញហើយខំតស៊ូរត់ទៅឡើងដើមឈើគាត់ណាព្រះអង្គដើរមកដល់ដើមឈើព្រះអង្គងើយទៅភ្លាមអាមែនងើយព្រះភ័ក្ត្រទៅហើយព្រះអង្គមានបន្ទូលថាម៉េចព្រះអង្គងើយព្រះភ័ក្ត្រទៅព្រះអង្គមានបន្ទូលថាម៉េចលោកសាខេអើយព្រះអង្គអត់មានថាជន់ពុកអលួយអើយរត់មកពួននៅសវ័យអត់មានចឹងទេណាបងអើយបងមានបន្ទូលថាម៉េចសាខេអើយសូមអញ្ជើញចុះមកជាប្រញាប់ត្បិតនៅថ្ងៃនេះខ្ញុំនឹងស្នាក់នៅផ្ទះលោកអាមែនអាឡេលូយ៉ាព្រះអង្គល្អណាស់អាមែនគាត់តែចង់ឃើញភិនភាកព្រះអង្គជាយ៉ាងណាទេប៉ុន្តែឥឡូវនេះមិនត្រឹមតែបានឃើញព្រះអង្គមានព្រះបន្ទូលទៅកាន់គាត់ទៀតលោកសាខេអើយអាមែនគាត់មិនមានរំពឹងដល់ថាព្រះអង្គមានបន្ទូលមកកាន់គាត់នោះទេគាត់គ្រាន់តែចង់លួចមើលព្រះអង្គតើភិនភាកយ៉ាងណានោះបានទៅហើយប៉ុន្តែព្រះអម្ចាស់នៃយើងទ្រង់ល្អលើសពីដែលយើងទូលសូមលើអ្វីដែលយើងចង់បានទៀតព្រះអង្គចង់ប្រទានពរដល់យើងលើសក្តីស្រមៃរបស់យើងទៅទៀតអាមែនហាឡេលូយ៉ាអាមែនព្រះនៃយើងសប្បុរសណាស់អាមែនអាមែនសាខេគាត់តែចង់ឃើញភិនភាកព្រះអង្គប៉ុន្តែព្រះអង្គឥឡូវមិនត្រឹមឲ្យឃើញទៀតព្រះអង្គងាកព្រះភ័ក្ត្រទៅរកគាត់អញ្ចឹងគាត់ឃើញច្បាស់ថាព្រះភ័ក្ត្រព្រះយេស៊ូវយ៉ាងដូច្នេះអាមែនហើយមិនតែព្រះអង្គបាយព្រះភ័ក្ត្រទៅព្រះអង្គមានបន្ទូលដ៏ល្អសម្រាប់ទៅគាត់ទៀតសាខេអាមែននេះឲ្យព្រះដ៏ល្អរបស់យើងអាមែនហើយព្រះអង្គថាម៉េចចុះជាប្រញាប់ថ្ងៃនេះខ្ញុំទៅបរិភោគនៅផ្ទះអ្នកគាត់តែចង់ឃើញព្រះយេស៊ូវឥឡូវនេះព្រះអង្គទៅលេងផ្ទះគាត់ទៀតទៅបរិភោគផ្ទះគាត់ទៀតអាមែនបាទព្រះអង្គទៅស្នាក់នៅផ្ទះគាត់តើគាត់សប្បាយចិត្តប៉ុណ្ណាថ្ងៃនេះដូចគ្នាបើយើងគ្រាន់តែចង់ឃើញព្រះយេស៊ូវចង់មានបន្ទូលថាព្រះអង្គចង់ជួយយើងទាំងអស់គ្នាព្រះអង្គចង់នៅជាមួយយើងទាំងអស់គ្នាព្រះអង្គចង់ប្រទានពរយើងគ្រប់គ្នាហាឡេលូយ៉ាអាមែនហាឡេលូយ៉ាដូចខ្ញុំមុនជឿព្រះយេស៊ូវហើយជឿព្រះយេស៊ូវហើយក៏ខ្ញុំអធិដ្ឋានដែរហើយឲ្យខ្ញុំឃើញភ្នំពេញមកស្លាប់ទៅបិទភ្នែកចិត្តហើយឥឡូវព្រះអង្គប្រទានពរលើសហ្នឹងឥឡូវទៅជាអ្នកអំពេញហើយទៅណាទៅខេត្តអូលោកគ្រូមកពីអំពេញហើយតែខ្មៅដែរហើយបាទឥឡូវមានផ្ទះនៅអំពេញមានប្រពន្ធអ្នកអំពេញអាមែនត្រឹមតែស្គាល់អំពេញទៀតក៏ទៅស្គាល់បរទេសទៀតអាមែនទៅប្រទេសដទៃទៀតអញ្ចឹងអីព្រះអង្គប្រទានពរឲ្យខ្ញុំលើសការដែលខ្ញុំទូលសូមចឹងថ្ងៃនេះខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នាអ្នកណាចង់បានត្រឹមតាខ្លាយជាដុកទ័រខ្លាយជាវិស្វករត្រឹមខ្លាយបានប៉ុណ្ណេះប៉ុណ្ណោះឲ្យតែមករកព្រះអង្គអាមែនឲ្យតែដើរតាមព្រះអង្គនឹងប្រទានពរយើងលើសពីក្តីស្រមៃលើសពីការចង់បានលើសពីអ្វីដែលយើងគិតថាបាននឹងព្រះអង្គនឹងប្រទានពរលើសទៀតព្រោះព្រះយើងប្រទានពរដល់យើងលើសសន្ធឹកអ្នកខ្លះថាចង់បានផ្ទះមួយបើមករកព្រះអង្គដើរតាមព្រះអង្គប្រទានពរផ្ទះពីរ3ទៀតព្រោះព្រះអង្គជាព្រះដែលសប្បុរសដល់យើងទាំងអស់គ្នាអាមែនហាឡេលូយ៉ាអាមែនចឹងឥឡូវយើងមើលតើគាត់យ៉ាងម៉េចទៀតយើងឃើញថា
ដល់គាត់សបាយឯងបានព្រះយេស៊ូវទៅផ្ទះគាត់អាមែនមើលខ6ថាម៉េចលោកសាខេក៏ចុះមកជាប្រញាប់ហើយទទួលព្រះយេស៊ូវដោយអំណរអាមែនឥឡូវយើងមើលគាត់តែចង់ឃើញភិនភាកព្រះយេស៊ូវសោះសាប់ព្រះយេស៊ូវមិនបន្ទូទៅកាន់គាត់ព្រះយេស៊ូវថាទៅស្នាក់នៅផ្ទះគាត់សប្បាយចិត្តមែនទែនអាមែនបាយចិត្តមែនទែនអាមែនបាទគាត់សប្បាយចិត្តអញ្ចឹងចាប់បាច់ព្រះគម្ពីរប្រាប់ថាគាត់នេះកន្លែងព្រះយេស៊ូវក៏ទៅផ្ទះគាត់នោះគាត់ស្វាគមន៍ព្រះយេស៊ូវទៅផ្ទះបានប៉ុន្តែនៅខ7មិនការមនុស្សទាំងអស់ឃើញដូច្នេះគេរអ៊ូរទាំបាទគេរអ៊ូរទាំហាថាម៉េចមើលលោកនេះទៅស្នាក់នៅក្នុងអីផ្ទះមនុស្សបាបហេតុអីគេថាសាខេបាបព្រោះតែអាលួយពុកកាប់កេងគេប្រវាញ់គេណាអញ្ចឹងគេថាគាត់ជំនុំមានបាបណាចេះណាហេតុអីព្រះតមកទៅផ្ទះអ្នកហ្នឹងថ្ងៃនេះខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នាមិនថាយើងមានបាបតូចមិនថាយើងមានបាបធំយើងជាមនុស្សមានបាបទាំងអស់គ្នាហើយព្រះស្រឡាញ់យើងទាំងអស់គ្នាព្រះអង្គចង់ជួយយើងទាំងអស់គ្នាឲ្យរួចពីបាបអាមែនហាឡេលូយ៉ាអាមែនអញ្ចឹងអ្នកដទៃទៀតគេខ្ពើមគាត់ទោះបីគាត់មានក៏ដោយគេខ្ពើមគាត់ថាគាត់ជាជនមានបាបជាពុនពុកអលួយជាមនុស្សអាក្រក់ណាអញ្ចឹងដល់ព្រះយេស៊ូវទៅលេងផ្ទះគាត់គេរិះគន់ព្រះយេស៊ូវទៀតមិនព្រះយេស៊ូវទៅលេងផ្ទះអ្នកមានបាបចឹងណាអញ្ចឹងថ្ងៃនេះខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នាមិនថាយើងបាបប៉ុណ្ណាក៏ដោយមិនថាយើងមិនល្អប៉ុណ្ណាក៏ដោយព្រះយេស៊ូវក៏ល្អគ្រប់គ្រាន់នឹងជួយយើងគ្រប់គ្នាអាមែនអ្នកណារើសអើងយើងអ្នកណាមើងងាយយើងអ្នកណាបកកបញ្ហាដាក់យើងអ្នកណាមិនឲ្យតម្លៃយើងថ្ងៃព្រះយេស៊ូវឲ្យតម្លៃយើងទាំងអស់គ្នាអាមែនព្រះយេស៊ូវអត់មានខ្លាចមាត់ចាបមាត់ព្រៀបទេមាត់ឥន្ទ្រីក៏មិនខ្លាចដែរយ៉ាងណាព្រះអង្គអីទៅពួកអីព្រះអង្គស្រឡាញ់សាខេថ្ងៃនេះព្រះអង្គស្រឡាញ់យើងទាំងអស់គ្នាមិនថាអ្នកណាថាយ៉ាងម៉េចក៏ដោយព្រះអង្គស្រឡាញ់យើងទាំងអស់គ្នាអាមែនកាលពីអាទិត្យមុនខ្ញុំបានចែកចាយពីយុវៈបរោះម្នាក់ដែលវ័យក្មេងគាត់មកជួបព្រះយេស៊ូវគាត់បានជួបទេជួបប៉ុន្តែគាត់សួរព្រះយេស៊ូវថាធ្វើម៉េចឲ្យខ្ញុំមានជីវិតឱកាសខ្ញុំទៅប្រព្រឹត្តអំពើល្អឲ្យខ្លះឲ្យខ្ញុំបានជីវិតឱកាសចំណិចអញ្ចឹងហ៎ប៉ុន្តែសាខេនេះអត់មកអួតពីទៅប្រព្រឹត្តល្អអីទេគ្រាន់តែសុំជួបព្រះយេស៊ូវខ្ញុំជាមនុស្សមានបាបខ្ញុំសុំបានឃើញព្រះភ័ក្ត្រព្រះយេស៊ូវដ៏ល្អប៉ុណ្ណឹងល្អប្រហើយគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំប៉ុន្តែព្រះគុណព្រះអង្គដ៏ល្អលើសអ្វីដែលគាត់ចង់បានព្រះយេស៊ូវបែរជាទៅស្នាក់នៅផ្ទះគាត់ទៀតទៅនៅជាមួយគាត់ទៀតព្រោះព្រះអង្គស្រឡាញ់គាត់យ៉ាងខ្លាំងអាមែនហាឡេលូយ៉ាអាមែននេះហើយព្រះដែលស្រឡាញ់យើងទាំងអស់គ្នាអាមែនបាទព្រះអង្គស្រឡាញ់យើងទាំងអស់គ្នាហើយព្រះអង្គចង់ផ្ដល់ក្តីស្រឡាញ់នេះដល់យើងគ្រប់គ្នាបើព្រះអង្គស្រឡាញ់សាខេជាអ្នកទាពុនជាជនពុករលួយបានព្រះអង្គក៏ស្រឡាញ់យើងបានគ្រប់គ្នាដែរមិនថាយើងខុសអីមិនថាយើងលឺលុះខ្វះអីព្រះយេស៊ូវយាងមករកយើងទាំងអស់គ្នាអាមែនហាឡេលូយ៉ាអាមែនឥឡូវជើងមើលព្រះយេស៊ូវឆ្លើយទៅយ៉ាងម៉េចវិញបាទប៉ុន្តែឥឡូវយើងមើលសាខេទីសិនខ8ព្រះគម្ពីរថាម៉េចលោកសាខេក្រោកឈរឡើងទូលព្រះអង្គម្ចាស់ថាបពិតព្រះអង្គម្ចាស់ទូលបង្គំនឹងចែកទ្រព្យសម្បត្តិដែលទូលបង្គំរបស់ទូលបង្គំចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រហើយម៉េចហើយប្រសិនបើទូលបង្គំទាយពន្ធពីអ្នកណាហួសកម្រិតទូលបង្គំនឹងសងអ្នកនោះវិញ1/4អាមែនអាមែនឥឡូវយើងសួរវិញថាតើណាសាខេមាន
សាសនាដែរទេមុនគាត់មកជួបព្រះយេស៊ូវមានបរៀនពីការអត់ពុកឲ្យលួយបរៀនពីការអញ្ចេះបរៀនពីការអញ្ចោះប៉ុន្តែធ្វើឲ្យគាត់ឈប់ពុកឲ្យលួយបានអត់ប៉ុន្តែព្រះយេស៊ូវមិនបរៀនឲ្យឈប់ពុកឲ្យលួយទេព្រះយេស៊ូវមកស្រឡាញ់មករាប់អានអ្នកពុកឲ្យលួយមករាប់អានអ្នកមានបាបមករាប់អានអ្នកដែលក្រមករាប់អានអ្នកដែលមានបញ្ហាមករាប់អានអ្នកដែលគេបោះបង់ចោលអ្នកដែលគេមើងងាយអ្នកដែលគេជិះជាន់សង្កត់សកិនដើម្បីបញ្ជាក់ថាប្រាប់ថាទោះបីពិភពលោកនេះលះបង់អ្នកមិនរាប់អានអ្នកដោយក៏ខ្ញុំជាព្រះរបស់អ្នកដែលបង្កើតអ្នកមករាប់អានអ្នកមកជួយអ្នកមកស្ដារអ្នកឡើងវិញព្រោះព្រះអង្គជាព្រះដែលពេញដោយក្តីស្រឡាញ់អាមែនអាមែនថ្ងៃនេះខ្ញុំក៏លើកទឹកចិត្តបងប្អូនដែរបើពឹងលើការប្រព្រឹត្តគ្មានអ្នកណាមួយបានទៅឋានសួគ៌ទេសូម្បីតែខ្ញុំក៏មិនបានផងព្រះគម្ពីរថាសូម្បីតែម្នាក់ក៏គ្មានអ្នកណាសុចរិតផងកុំឲ្យអ្នកណាអួតខ្លួនប៉ុន្តែអរគុណទ្រង់ដែលទ្រង់ស្រឡាញ់យើងឥតលក្ខខណ្ឌទើបយើងបានសង្គ្រោះអាមែនទើបយើងបានសេចក្តីសុខនេះដោយសារក្តីស្រឡាញ់របស់ព្រះថ្ងៃខ្ញុំក៏លើកទឹកចិត្តបងប្អូនអរគ្នារៀនតាមព្រះយេស៊ូវបើចង់កែកូនណាក្បាលខូចរៀនដោយព្រះយេស៊ូវបង្ហាញក្តីស្រឡាញ់បើចង់កែមនុស្សណាដែលខូចបង្ហាញសេចក្តីស្រឡាញ់ដោយព្រះយេស៊ូវស្អីស្រឡាញ់នឹងកែអតចរិតមនុស្សដ៏ខូចទៅជាល្អបានអាមែនអញ្ចឹងហើយបានជាខ្ញុំជម្រាបបងប្អូនអរគ្នាណាជម្រាបបងប្អូនអរគ្នាអញ្ចឹងបានអ្នកខ្លះយល់ខុសអ្នកខ្លះយល់ខុសថាម៉េចអ្នកខ្លះយល់ខុសថាបើជឿព្រះយេស៊ូវអត់ទោសអញ្ចឹងមនុស្សនឹងមានបាបកាន់តែខ្លាំងណាមានបាបកាន់តែខ្លាំងបាទខ្ញុំនិយាយប្រាប់បងប្អូនវិញថាណែសាសនាមកកណោក្រឹតវិន័យច្បាប់សិលធម៌អីមកកណោប៉ុន្តែมันអាចឲ្យមនុស្សនឹងឈប់ប្រព្រឹត្តបាបបានប៉ុន្តែមើលអ្នកជឿព្រះយេស៊ូវណាអ្នកជឿព្រះយេស៊ូវមកកណោដែលកាលពីមុនជាជនប្រមឹកមកជឿព្រះយេស៊ូវអត់ទោសបាបឲ្យទីបំផុតឈប់ផឹកកាលពីមុនជាអ្នកលេងល្បែងមកជឿព្រះយេស៊ូវឈប់លេងល្បែងកាលពីមុនជាមនុស្សដែលអាត្មានិយមប៉ុន្តែមកជឿព្រះយេស៊ូវបែរជាចេះចែកឆាយអាមែនអរគុណព្រះអង្គឥឡូវខ្ញុំគាត់ចង់ឲ្យបងប្អូនដឹងឯងអង្គការដែលជួយក្មេងកំព្រាជាច្រើនស្រីមេម៉ាយជនទុរគតអ្នកក្រីក្រជាច្រើនជាអង្គការគ្រីស្ទបរិស័ទហេតុអីបានជាសបោអង្គការគ្រីស្ទបរិស័ទទៅធ្វើមនុស្សធម៌ដូច្នេះព្រោះគេដឹងថាព្រះអង្គដ៏ល្អដែលអត់ទោសដល់គេដែលជួយគេដែលប្រទានពរដល់គេចឹងព្រះក៏បរៀនគេឲ្យពរអ្នកដទៃវិញដែរអាមែនហាឡេលូយ៉ាអាមែនឥឡូវនេះសាខេកាលពីមុនជាអ្នកដែលពុកអលួយកាលមុនជាអ្នកដែលគិតតែអាកគេទាលើសគេលើសប៉ុន្តែជួបព្រះយេស៊ូវដែលផ្ដល់ក្តីស្រឡាញ់ដល់គាត់លើសពីការគិតរបស់គាត់លើសពីការនឹកស្មានរបស់គាត់ក៏មានក្តីស្រឡាញ់ដូចព្រះយេស៊ូវទៅវិញគាត់បែរជាអីនិយាយថាម៉េចខ្ញុំលក់ទ្រព្យសម្បត្តិខ្ញុំពាក់កណ្ដាលច្រើនតែតិចពាក់កណ្ដាលតែពាក់កណ្ដាលរបស់ពុនណាប្រធានពុនដាថាប៉ុណ្ណាពាក់កណ្ដាលហើយចែកដល់អ្នកក្រហើយបើខ្ញុំទាលើសពីអ្នកណាមួយខ្ញុំនឹងសងគេ1ជា4ក្តីស្រឡាញ់របស់ព្រះបំផ្លាស់អត្តចរិតមិនល្អរបស់យើងបំផ្លាស់អាត្មានិយមរបស់យើងទៅជាចរិតដែលចែកចាយចរិតដែលឲ្យពរចរិតដែលដូចកាត់ទៅរកព្រះយេស៊ូវដែលឲ្យព្រះយេស៊ូវដែលប្រទានព្រះយេស៊ូវដែលស្រឡាញ់អាមែនអរគុណព្រះអង្គអាមែនហាឡេលូយ៉ាអាមែនអរគុណព្រះអង្គចឹងឲ្យបានយើងឃើញអីណានៅក្នុងព្រះគម្ពីរបាទអត់និយាយថាកុំផឹកស្រាទេគាត់ថាកុំស្រវឹងស្រាព្រោះស្រាបណ្ដាឲ្យថោកទៀត
ប៉ុន្តែយើងឃើញអ្នកជឿព្រះយេស៊ូវជាច្រើនអត់មានអ្នកណាជន់ប្រមឹកទេហើយបើពីមុនប្រមឹកទៅជាឈប់ផឹកទៅជាល្អហេតុអីព្រោះព្រះយេស៊ូវដែលនៅរស់បំផ្លាស់អ្នកដែលជឿព្រះអង្គឲ្យទៅជាល្អអាមែនអាមែនហាឡូលូយ៉ាអាមែនតោះយើងតទៅទៀតមួយគ្នារៀងលើសម៉ោងច្រើនទៀតអាមែនតោះខ9បាទយើងទៅខ9មួយគ្នាបាទមិនចេះច្រឡំតែគេចុចពីនោះតែមិនខ្ញុំចុចពីនេះទេមើលខ9មួយគ្នាតោះព្រះយេស៊ូវមានបន្ទូលថាម៉េចព្រះយេស៊ូវមានបន្ទូលទៅគាត់ថាថ្ងៃនេះការសង្គ្រោះបានមកដល់ផ្ទះនេះហើយត្បិតបរិសនេះជាពូជរបស់លោកអាប់រ៉ាហាំដែរអាមែនថាមកខ្ញុំថ្ងៃនេះការសង្គ្រោះកើតឡើងផ្ទះនេះហើយថ្ងៃនេះការសង្គ្រោះកើតឡើងចំពោះខ្ញុំហើយអាមែនតោះថាមកគ្នាថ្ងៃនេះការសង្គ្រោះកើតឡើងចំពោះខ្ញុំហើយអាមែនបាទអាមែនឥឡូវខ្ញុំសួរវិញកាលពីអាទិត្យមុនខ្ញុំអធិប្បាយពីអ្នកមានវ័យក្មេងហ្នឹងណាបាទសេដ្ឋីវ័យក្មេងហ្នឹងអញ្ចឹងណាតាមពិតចំពុក19ដូចគ្នាចាំពិតកាលអាទិត្យមុនខ្ញុំចង់និយាយរឿងទាំងពីរហ្នឹងមួយគ្នាណាម៉ាថាយ19លូកា19ណាពីបរោះពីរផ្សេងគ្នាមួយមកអួតពីការប្រព្រឹត្តមួយអត់មានមកអួតពីការប្រព្រឹត្តទេដឹងតែខ្លួនឯងអត់ហើយចង់ឃើញព្រះយេស៊ូវតែប៉ុណ្ណោះទេប៉ុន្តែបែរជាអ្នកដែលមាននឹងបែរជាដើរទៅវិញទាំងអស់សង្ឃឹមប៉ុន្តែសាខេបានដោយក្តីអំណរអញ្ចឹងខ្ញុំលើកទឹកចិត្តបើមករកព្រះអង្គដោយអួតការប្រព្រឹត្តរបស់យើងនឹងត្រឡប់ទៅវិញទាំងបរាជ័យប៉ុន្តែបើមករកព្រះអង្គដោយអួតពីព្រះអង្គដោយចង់បានព្រះអង្គដោយចង់ឃើញព្រះអង្គដោយស្រេកឃ្លានព្រះអង្គនឹងបំពេញមកវិញយ៉ាងអស្ចារ្យអាមែនហាឡូលូយ៉ាអាមែនព្រះយើងជាព្រះប្រទានអាមែនព្រះប្រទានឲ្យគ្រប់បែបយ៉ាងតើខ្ញុំទៅបញ្ចប់មួយគ្នាដោយអត្ថន័យថ្ងៃនេះការសង្គ្រោះតើការសង្គ្រោះមានន័យថាម៉េចណាអញ្ចឹងភាសាហេព្រើលមកពីពាក្យភាសាហេព្រើលថាសូសូភាសាក្រិចថាសូសូមានន័យថាម៉េចការសង្គ្រោះមានន័យទី1គឺអីអត់ទោសឲ្យរួចពីបាបអញ្ចឹងការសង្គ្រោះកើតឡើងចំពោះលោកសាខេបញ្ជាក់ថាព្រះអត់ទោសគាត់ឲ្យរួចពីបាបហើយគាត់រួចពីបាបលែងធ្លាក់នរកទៀតហើយគាត់បានទៅឋានសួគ៌មួយព្រះអង្គអាមែននេះជាការសង្ថាអត្តន័យការសង្គ្រោះទី1អត្តន័យការសង្គ្រោះទី2ការស្រោចស្រង់ឡើងវិញអំណរដែលបាត់ណាក្តីសង្ឃឹមដែលបាត់ដូចជាទីមទាល់របស់លោកគ្រូកុងវ៉ារ៉ាណាសុខភាពដែលបាត់អាមែនដែលត្រូវគ្រោះថ្នាក់ព្រះអង្គស្ដារឡើងវិញអាមែនហាឡូលូយ៉ាអាមែនមែនសាខេគាត់មានលុយមែនប៉ុន្តែគាត់អត់មានសេចក្តីសុខព្រះស្ដារសេចក្តីសុខគាត់ឲ្យគាត់មកវិញគាត់មានអំណរអញ្ចឹងនៅក្នុងជីវិតគាត់ជាលើកទី1ដែលគាត់សប្បាយចិត្តមានអំណរយ៉ាងខ្លាំងព្រោះតែព្រះយេស៊ូវទៅលេងផ្ទះគាត់នេះយើងចង់បានអំណរគឺយាងព្រះអង្គមកគង់ក្នុងជីវិតយើងឲ្យព្រះអង្គដឹកនាំជីវិតយើងនោះអំណរដ៏លើសលប់អំណរដែលលោកីមិនអាចឲ្យបាននឹងប្រទានដល់ជីវិតយើងគ្រប់គ្នាអាមែនបើគេសួរខ្ញុំថាថ្ងៃណាដែលគូនិតឯងគិតថាជាថ្ងៃសប្បាយជាងគេខ្ញុំច្បាស់ជាប្រាប់គេហើយថ្ងៃខ្ញុំទទួលជឿព្រះយេស៊ូវយាងមកព្រះយេស៊ូវមកគង់ក្នុងដួងចិត្តខ្ញុំថ្ងៃនោះឯងជាថ្ងៃដែលខ្ញុំសប្បាយជាងអ្វីទាំងអស់ព្រោះថ្ងៃនោះព្រះអង្គសង្គ្រោះខ្ញុំរួចពីបាបថ្ងៃនោះព្រះអង្គស្រោចស្រង់ក្តីសង្ឃឹមខ្ញុំឡើងវិញព្រះអង្គស្រោចស្រង់ជីវិតខ្ញុំឡើងវិញអាមែនហាឡូលូយ៉ាអាមែនមើលការសង្គ្រោះមួយទៀតមានអត្ថន័យថាម៉េចប្រោសឲ្យជាចឹងថ្ងៃនេះព្រះអង្គសង្គ្រោះយើងអ្នកណាឈឺព្រះអង្គប្រោសឲ្យជាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទបាទទាំងទីបន្ទាល់លោកគ្រូពិតបុជាចាកុំបារាមាញ់មិញគឺព្រះអង្គប្រោសឲ្យជាអាមែនការអស្ចារ្យព្រះអង្គត្រៀមពេទ្យ3រួមនឹងពេទ្យដែលទៅជាមួយគាត់មួយទៀត4នាក់ក្នុងយប់នឹង
ដែលរាល់ដងប្រវត្តិសាស្ត្រមានតែពេទ្យមួយនៅទេចុះហេតុអីព្រះអង្គដាក់ពេទ្យដល់តែ3នៅហើយពេទ្យមួយទៀតជំនាញបេះដូងមួយទៀតទៅជាមួយដែរហេតុអីព្រោះព្រះអង្គស្រឡាញ់គាត់បើមានតែពេទ្យមួយក៏មិនអាចជួយឈ្នះដែរមានតែពេទ្យ2ក៏មិនអាចជួយឈ្នះដែរប៉ុន្តែព្រះអង្គត្រៀមពេទ្យ4សម្រាប់គាត់មិនសម្រេចឲ្យគ្រូបើកឡានទៅជាពេទ្យជំនាញទៀតអាចសម្រេចចិត្តចាក់ថ្នាំបាទដើម្បីបន្តជីវិតព្រោះការចាក់ថ្នាំហ្នឹងត្រូវសម្រេចពីពេទ្យជំនាញมันអាចពីពេទ្យរីរងទៅសម្រេចបានហើយព្រះអង្គរៀបចំទាំងអស់ព្រោះព្រះអង្គស្រឡាញ់គាត់អាមែនតែព្រះអង្គស្រឡាញ់យើងដល់គ្នាព្រះអង្គនឹងប្រោសយើងឲ្យជាដោយអំណាចស្ដាប់របស់ព្រះអង្គអាមែនមួយទៀតការអត្តន័យនៃការសង្គ្រោះមួយទៀតគឺអីការដោះឲ្យរួចអ្នកណាជាប់អំពើអំព័ន្ធខ្មោចកាច់អារក្សធ្វើគ្រូមន្តអាគមដាក់មិនដោះមិនរួចសូមមករកព្រះយេស៊ូវព្រះអង្គសង្គ្រោះយើងដោះយើងឲ្យរួចមានសេរីភាពអាមែនគ្រួសារខ្ញុំជាប់មន្តអាគមហើយប៉ុន្តែជឿព្រះអង្គដោះឲ្យមានសេរីភាពអស់អាមែនអ្នកខ្លះត្រូវមន្តអាគមគេមកជឿព្រះដោះពីមន្តអាគមនឹងដោះពីអំពើអំព័ន្ធនឹងថ្ងៃនេះព្រះអង្គដោះយើងឲ្យរួចគ្រប់ទាំងបញ្ហាតាហើយដោះឲ្យរួចទៀតព្រះអង្គនឹងដោះយើងឲ្យរួចពីជាពាក់បំណុលគេផងដែរអាមែនមានអ្នកជឿព្រះអង្គមកកណោដែលព្រះអង្គដោះឲ្យរួចពីបំណុលគេអាមែនអាមែនចុងក្រោយគឺអីចម្រុងចម្រើនអាមែនការសង្គ្រោះធ្វើឲ្យមនុស្សម្នាក់ពីក្រីក្រពីបរាជ័យឲ្យទៅជាអ្នកដែលជោគជ័យចម្រុងចម្រើនអាមែនហាឡេលូយ៉ាអាមែនចឹងខចុងក្រោយសូមអានអរគ្នាតើព្រះយេស៊ូវមានបន្ទូលថាម៉េចខចុងក្រោយបុត្រមនុស្សបានមកដើម្បីស្វែងរកនិងសង្គ្រោះមនុស្សដែលវិនាសបាត់បង់ព្រះយេស៊ូវយាងមកដើម្បីស្វែងរកអ្នកណាដែលរៀបនឹងវិនាសត្រូវនឹងវិនាសអ្នកណាដែលក្រីក្រអ្នកណាដែលបញ្ហាអ្នកណាពោពេញអំពើបាបព្រះអង្គយាងមកអាមែនហើយឃ្លាមួយទៀតព្រះយេស៊ូវបានទូលថាម៉េចគ្រូពេទ្យមករកអ្នកឈឺមិនមករកអ្នកជាទេឲ្យតាណាមានបញ្ហាមានទុក្ខលំបាកមករកព្រះយេស៊ូវមកព្រះអង្គនឹងជួយឲ្យរួចនឹងដោះឲ្យមានសេរីភាពប្រោសឲ្យជាប្រទានពរយ៉ាងបរិបូរណ៍ហូរហៀអាមែនហាឡេលូយ៉ាអាមែន